ពិតជាមហាបុណ្យមហាកុសលដល់មហាធំធេងក្រៃលែងបាទលោកឪពុកម្នាក់ម្ដាយពុទ្ធបរិស័ទទីចិត្តទីឆ្ងាយរាប់ពាន់នាក់រងចាំទទួលការប្រោះព្រំពេលដែលបានជួបពេលដែលបានឃើញពុកម៉ែបងប្អូននេះគឺជាវីដេអូថ្មីប្រវត្តិមានដ៏ពងពោះព្រះអង្គគ្រូធម្មវិន័យវិស័យបណ្ឌិតច័ន្ទមនីព្រះអង្គបានឆ្លៀតពេលវេលាទំនេរពីបាទការងារដែលព្រះអង្គទទួលខាងក្រៅហើយព្រះអង្គប្រញាប់ក៏មកជួបបាទពុទ្ធបរិស័ទដែលរងចាំទទួលបានការប្រោះព្រំពីព្រះអង្គផងដែរពុកម៉ែបងប្អូនយើងសុទ្ធសឹងតែជាឧបនិស្ស័យសុទ្ធសឹងតែជាបុណ្យមហាសំណាងដ៏ធំធេងពុកម៉ែបងប្អូនជួយចែករំលែកម្នាក់មួយទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃបាទពុកម៉ែបងប្អូនយើងវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធលោកឪពុកអ្នកម្ដាយតែងតែតាមដាននៅបាទវីដេអូរបស់ខ្ញុំបានចែករំលែកចេញទៅទស្សនវិជ្ជាពុទ្ធបរិស័ទបាទចូលជារៀងរាល់ថ្ងៃមិនចេះដាច់តែម្ដងបាទពុកម៉ែបងប្អូនជាពិសេសថ្ងៃច័ន្ទដែលខ្ញុំបានចែករំលែកជូននេះគឺថ្ងៃច័ន្ទថ្ងៃដើមទ្របពុទ្ធបរិស័ទទៅជាច្រើនអ្វីដែលជាពិសេសគាត់បានទទួលការប្រោះព្រំគ្រប់គ្នាផងដែរអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងថ្ងៃនេះព្រឹកថ្ងៃអង្គារទី25ខែ11ឆ្នាំ2025ថ្ងៃនាំលៀបនាំជ័យបាទសិរីមង្គលបាទពុកម៉ែបងប្អូនយើងដែលគាត់បានកំពុងតែធ្វើដំណើរទៅបាទទីវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធពុកម៉ែបងប្អូនដែលគាត់បានបាទរៀបចំគម្រោងដើម្បីទៅលេងក៏ដូចជាទៅគ្រប់សក្ការៈនៅទីវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធបាទសូមជូនពរជ័យសិរីមង្គលបាទជូនដល់បាទពុទ្ធបរិស័ទទាំងអស់ធ្វើដំណើរទាំងផ្លូវទៅនិងផ្លូវមកសូមឲ្យបានជួបតែសុខសុវត្ថិភាពគ្រប់គ្នាផងដែរវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធបាទពុកម៉ែបងប្អូនយើងទោះបីជាប្រវត្តិមានរបស់ព្រះអង្គបាទប្រគល់នៅខាងក្រៅក្តីប៉ុន្តែអាស្រមរបស់លោកឪសួងពុកម៉ែបងប្អូនយើងចូលទៅហើយមិនដែលរំលងទេមុនពេលដែលគាត់ទៅរងចាំទទួលការប្រោះព្រំពីព្រះអង្គគឺគាត់បានចូលទៅគោរពសក្ការៈនៅកន្លែងអាស្រមរបស់លោកឪសួងដែលលោកឪសួងបាទនៅកន្លែងអាស្រមរបស់លោកឪសួងក៏មានលោកតាសុតសម្រាប់ប្រោះព្រំបាទម្ដងចឹងទៅពុកម៉ែបងប្អូនយើងអញ្ចឹងគឺទីវត្តចូលទៅហើយយើងមានកន្លែងគោរពសក្ការៈជាពិសេសគឺលោកឪសួងបាទទេវតាដើរដីដែលពុកម៉ែបងប្អូនយើងស្គាល់ច្បាស់ហើយកាលពីមុនហ្នឹងយើងបើចង់ទៅដល់បាទកន្លែងលោកឪសួងតតែយើងហ្នឹងទៅបាទនៅឯខាងបាទប្រទេសថៃតែឥឡូវហ្នឹងគឺវត្តសុទ្ធបាទមានដូចគ្នាពុកម៉ែបងប្អូនយើងទៅគោរពសក្ការៈបានដូចគ្នាកាលពីមុនគឺមិនទាន់ទូលំទូលាយបាទសម្រាប់ការគោរពសក្ការៈនៅទីវត្តសុទ្ធឥឡូវនេះគឺពុកម៉ែបងប្អូនអាចចូលគោរពសក្ការៈបានច្រើនណាគឺអញ្ចឹងនៅខេត្តកំពង់ឆ្នាំងបាទពុកម៉ែបងប្អូនប្រកាសជាបានស្គាល់ច្បាស់គឺវត្តចន្ទប្រជោតនារាមហាវត្តសុទ្ធពុកម៉ែបងប្អូនចូលទៅហើយមិនដែលរំលងនោះគឺកន្លែងអាស្រមរបស់ឪសួងនឹងតែម្ដងតែទៅហើយគាត់បន់សុំក្តីសុខក្តីចម្រើនបាទពុកម៉ែបងប្អូនជាពិសេសសិស្សានុសិស្សតែគាត់ទៅបន់ឲ្យរៀនជាប់រៀនឆាប់ចេះឆាប់ចាំអញ្ចឹងទៅពេលដែលគាត់បានប្រឡងជាប់គាត់ក៏មកដើម្បីបាទធ្វើការលាបំណន់របស់គាត់អញ្ចឹងទៅបាទនេះគឺជាផ្នែកមួយនៃការគោរពបាទសក្ការៈពុកម៉ែបងប្អូនយើងគាត់ជឿទៅតាមបាទអ្វីដែលគាត់ជឿទៅឲ្យបានផលគាត់ក៏ធ្វើអញ្ចឹងទៅពុកម៉ែបងប្អូនយើងសួរថាព្រះអង្គធម្មវិន័យវិស័យបណ្ឌិតច័ន្ទមនីព្រះអង្គគ្រូចេះអ្វីដែរទេគឺព្រះអង្គតែងតែប្រកាសឲ្យពុកម៉ែបងប្អូនយើងគឺព្រះអង្គមិនចេះអ្វីទេក៏ប៉ុន្តែព្រះអង្គប្រោះព្រំបាទដល់ពុទ្ធបរិស័ទទាំងអស់នោះគឺព្រះអង្គប្រោះព្រំទៅតាមតែបុណ្យនៃមនុស្សម្នាក់គាត់បានសាងមកបានខុសគ្នាពេលដែលបុណ្យគាត់ដល់ពេលដែលកុសលគាត់ដល់ចឹងទៅបាទទឹកអមរិតក៏ដូចជាការប្រោះព្រំនោះគាត់ដល់គាត់បានជាសះស្បើយបានធូរស្បើយពីជំងឺចឹងទៅពុកម៉ែបងប្អូនយើងដែលយើងហៅមកថាជឿក៏ជឿដោយបញ្ញាបាទពុកម៉ែបងប្អូនយើងបាទជឿក៏ជឿដោយបញ្ញាបាទមិនជឿសុំកុំប្រមាថបាទពុកម៉ែបងប្អូនយើងគឺយើងគោរពអ្វីក៏ដោយបាទយើងជឿដោយបញ្ញាតែកុំហាមប្រមាថណាពុកម៉ែបងប្អូនយើងបាទអ្វីក៏ដោយសុទ្ធសឹងតែមានហេតុនិងផលរបស់វានៅក្នុងហ្នឹងបាទអញ្ចឹងគឺពុកម៉ែបងប្អូនយើងដែលគាត់ធ្វើដំណើរទៅបាទខេត្តកំពង់ឆ្នាំងទី1ដែលគាត់នឹកឃើញនេះគឺវត្តសុទ្ធបាទអញ្ចឹងគឺពុកម៉ែបងប្អូនវត្តសុទ្ធ
កំពុងតែដំឡើងរោងតូចល្មមនឹងប្រពៃពិធីសំខាន់មួយទៀតហើយបាទពុកម៉ែបងប្អូនអញ្ចឹងតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាតើទីវត្តមានកម្មវិធីអ្វីបាទព្រះអង្គធ្វើអ្វីទៀតហើយបាទដំឡើងរោងរួចរាល់ហើយបាទរងចាំតែថ្ងៃកម្មវិធីទេពុកម៉ែបងប្អូនយើងបាទអ្វីដែលជាពិសេសមួយទៀតពុកម៉ែបងប្អូនយើងកន្លែងព្រះអង្គធំបាទកន្លែងព្រះអង្គធំដែលពុកម៉ែបងប្អូនយើងទៅបាទគ្រប់សក្ការៈទៅថ្វាយផ្កាបាទនៅកន្លែងព្រះអង្គធំនៅរូងនាគបាទពុកម៉ែបងប្អូនយើងនៅយើងហៅថារូងនាគក៏បានឬក៏លអាងនាគក៏បាននៅខាងក្រោមព្រះអង្គធំបាទពុកម៉ែបងប្អូនយើងទៅហ្នឹងបានឃើញចូលជាពិសេសពុកម៉ែបងប្អូនយើងទាំងក្មេងទាំងចាស់បាទទាំងបងដែលជាបាទ channel YouTube បាទ Facebook ល្បីចូលទៅផ្ដិតយករូបភាពនិងបាទវីដេអូដែលជាទីដ៏គួរជាទីជ្រះថ្លាហើយនឹងស្អាតបំផុតតែម្ដងពុកម៉ែបងប្អូនយើងគឺចូលទៅខាងក្រោមបើយើងចូលទៅហើយអត់ចំណាំផ្លូវទេអាចថារកផ្លូវចេញអត់ឃើញទេបាទនៅខាងរូងខាងក្រោមបាទតែជាកន្លែងបាទរូងនាគបាទរូងលអាងនាគណាពុកម៉ែបងប្អូនយើងអញ្ចឹងគឺពុកម៉ែបងប្អូនប្រកបជាទៅនឹងបានឃើញហើយបាទអ្វីដែលគាត់បានឃើញជាពិសេសគាត់ស្ងល់ថាតើហេតុអ្វីបានជាវត្តសុទ្ធពុទ្ធបរិស័ទចូលមិនចេះដាច់បាទគាត់ចូលមិនចេះដាច់ជាពិសេសនៅកន្លែងព្រះអង្គធំក៏ដូចគ្នាទៅកន្លែងតម្កល់ជួងកន្លែងតម្កល់ព្រះគោក៏ដូចគ្នាដែរពុកម៉ែបងប្អូនយើងគាត់ទៅតែងតែគោរពសក្ការៈនៅទីនោះអ្វីដែលគាត់គោរពសក្ការៈគាត់ធ្វើទៅបានផលគាត់មកទៀតហើយបាទពុកម៉ែបងប្អូនយើងនេះគឺជាការបាទជឿលើបុគ្គលបាទជឿបាទការជឿរបស់គាត់បានពុកម៉ែបងប្អូនយើងបានផលអញ្ចឹងទៅគាត់តែងមកទៀតទៅបាទហើយបើយើងហាមមិនឲ្យគាត់មកយើងហាមមិនកើតបាទហាមមិនកើតទេអញ្ចឹងគឺអ្វីក៏ដោយព្រះអង្គតែងតែមានធេរដីកាប្រាប់ហើយថារូបតម្កល់រូបព្រះពុទ្ធបរិមារូបអ្វីក៏ដោយឲ្យតែតម្កល់តំណាងបើយើងមិនអភិសេកបើយើងមិនធ្វើឲ្យរូបនោះមានគេហៅថា